អង្គការសហប្រជាជាតិបានប្រមានថាតម្រូវការម៉ាស៊ីនត្រជាក់នៅទូទាំងពិភពលោកអាចកើតឡើងលើសអំពី3 ដងនៅឆ្នាំ2050ដោយសារតែកំណើនចំនួនប្រជាជននៅជុំវិញពិភពលោកគប់ផ្សំទៅនឹងការកើនឡើងកម្ដៅខ្លាំងផងដែរបើតាមរបាយការណ៍ Global Cooling Watch 2025 របស់កម្មវិធីបរិស្ថាន UNEP កំណើនម៉ាស៊ីនត្រជាក់ដ៏ច្រើននេះត្រូវបានព្យាករណ៍នៅក្នុងទ្វីបអាហ្វ្រិកនិងអាស៊ីខាងត្បូងបើទោះបីជាការឡើងនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដល់ទៅ3 ដងក៏ដោយក៏មនុស្សរាប់ពាន់លាននាក់នឹងនៅតែខ្វះខាតគឺការការពារគ្រប់គ្រាន់ពីកម្ដៅលោកស្រី Inger Andersen ប្រធាន UNEP និយាយថានៅពេលដែលរលកកម្ដៅកាន់តែសាហាវនិងខ្លាំងក្លាការទទួលបានភាពត្រជាក់ដែលរួមមានទឹកធម្មពលគឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ហើយយើងមិនអាចដោះស្រាយវិបត្តិកម្ដៅនេះតាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែខ្ពស់និងបង្កើនការចំណាយនោះទេលោកស្រីថាដំណោះស្រាយនេះអាចជួយបំពេញតម្រូវការត្រជាក់ដែលកំពុងតែកើនឡើងរបស់យើងនិងធានាសម្រាប់មនុស្សនៅខ្សែសង្វាក់អាហារនិងសេដ្ឋកិច្ចឲ្យមានសុវត្ថិភាពពីកម្ដៅស្របពេលដែលយើងបន្តគោលដៅអាកាសធាតុសកលបើតាមរបាយការណ៍ Cooling Report ការអនុម័តវិធានការបែបនេះអាចកាត់បន្ថយការបំភាយឧស្ម័នមកត្រឹម 64% ក្រោមកម្រិតដែលរំពឹងទុកនៅឆ្នាំ2050